សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ My Chong Channel ប្រធានធំបានបដូររាងកាយជាមួយបរិវ័យក្មេងដោយចៃដន្យដើម្បីទប់ស្កាត់កូនដែលប្រើគ្រប់មធ្យោបាយដណ្ដើមក្រុមហ៊ុនគាត់សហការជាមួយកូនស្រីពៅជាវជាដើម្បីសងសឹកកាលពីម្សិលមិញយេយ៉ងបានរៀបផែនការគ្រប់យ៉ាងតែចុងក្រោយក៏មិនអាចអង្គុយតំណែងប្រធានធំបានកំហឹងក្នុងចិត្តចំពោះម្ដាយរបស់ជាវជាក៏ផ្ទុះឡើងទាំងស្រុងកាលពីពេលម្ដាយបង្កើតស្លាប់បានតែមួយឆ្នាំឪពុកក៏ប្រកាសភ្លាមឲ្យម្ដាយរបស់ជាវជាដែលកំពុងមានផ្ទៃពោះខ្លាយជាម្ចាស់ផ្ទះថ្មីយេយ៉ងតែងសង្ស័យថាម្ដាយរបស់ជាវជាចូលចិត្តឪពុកព្រោះចង់បានទ្រព្យសម្បត្តិឥឡូវពេលជាវជាឡើងកាន់អំណាចគាត់កាន់តែជឿថាម្ដាយកូននេះចង់សហការគ្នាដណ្ដើមក្រុមហ៊ុនម្ដាយរបស់ជាវជាទ្រាំមិនបានទៀតក៏ទះយេយ៉ងមួយកំភ្លេងដោយកំហឹងប៉ុន្មានឆ្នាំមកនេះនាងចិញ្ចឹមគាត់ដោយកូនបង្កើតហើយសំបីតែដោយសារមើលថែគ្រួសារនេះនាងថែមទាំងមិនសូវបានមើលការលូតលាស់របស់កូនស្រីជាវជាមិននឹកស្មានថាចុងក្រោយយេយ៉ងនឹងក្លាយទៅជាមនុស្សបែបនេះនៅកិច្ចប្រជុំម្ចាស់ភាគហ៊ុនមុននេះអានឆេបានលើកដៃគាំទ្រឲ្យយេយ៉ងធ្វើជាប្រធានធំតែបែរជាមកយំនៅមុខជ័យសំថានាងត្រូវយេយ៉ងគំរាមកំហែងបើនាងមិនគាំទ្រយេយ៉ងគាត់នឹងដាក់កំហុសរឿងសម្លាប់ឪពុកទៅលើជ័យសំហើយមូលហេតុដែលនាងព្រមបែបនេះគឺដើម្បីការពារប្តីរបស់នាងប៉ុណ្ណោះប៉ុន្តែយេសុងបានចាប់ផ្ដើមសង្ស័យនាងហើយបន្ទាប់ពីអិនឆេចាក់ចេញគាត់បានលាក់ខ្លួនដោយចេតនាដើម្បីសង្កេតមើលចលនារបស់នាងហើយក៏បានរនាងទូរស័ព្ទទៅប្រធានឡូរីកាព័ត៌មានសំណាក់របស់ក្រុមហ៊ុនពេលនោះយេសុងទើបយល់ច្បាស់ភរិយាដែលតែងនិយាយថាស្រឡាញ់គាត់តាំងពីដំបូងគឺជាមនុស្សដែលប្រធានឡូដាក់នៅក្បែរគាត់យេសុងដែលមិនព្រមទទួលយកការត្រូវគេប្រើប្រាស់នៅតែមានក្តីសង្ឃឹមចុងក្រោយនៅក្នុងចិត្តចង់បញ្ជាក់ថាខ្លួនមិនបានមើលមនុស្សខុសដូច្នេះគាត់ក៏ទូរស័ព្ទទៅភរិយាដោយខ្លួនឯងនិយាយថាចង់ជួបប្រធានឡូម្ដងបែនឆេក៏ហប់ថាសំបីនាងក៏ពិបាកណាត់ឪពុកដែរប៉ុន្តែយេសុងបានឃើញផ្ទាល់ភ្នែកនាងដើរចេញពីក្រុមហ៊ុនរបស់ប្រធានឡូពេលនោះក្តីសង្ឃឹមរបស់គាត់ក៏បាក់បែកទាំងស្រុងគាត់ត្រូវទទួលស្គាល់ថាតាំងពីដើមដល់ចប់គាត់គ្រាន់តែជាមនុស្សរមងដែលត្រូវគេលែងប៉ុណ្ណោះបន្ទាប់ពីឈ្នះសមរភូមិមួយប្រធានផ្នែកក៏ដើរចេញពីបន្ទប់ប្រជុំហើយទៅសួររឿងឯកជនពីប្រធានខេងដោយរំភើបបើជាវជាកូនស្រីពៅរបស់ប្រធានខេងអញ្ចឹងហាននិងជាវជាមិនមែនជាបងប្អូនពុកតែមួយម្ដាយផ្សេងគ្នាទេនិយាយដល់ត្រង់នេះប្រធានផ្នែកក៏ទ្រាំមិនបាននឹងរិះគន់ប្រធានខេងថាចិត្តច្រើនដើម្បីស្ដារកិត្តិយសខ្លួនវិញប្រធានខេងក៏សារភាពថាគាត់គ្រាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានខេងប៉ុណ្ណោះជិតស្និទ្ធដូចឪពុកកូនពេលនោះប្រធានផ្នែកទៅដឹងថាកន្លងមកខ្លួនបានបម្រើលោកម្ចាស់ខ្លាយម្នាក់ខឹងខ្លាំងរហូតចាប់ប្រកាសរករំភ្លាមអ្នកទាំង3គិតថានឹងឆក់ឱកាសបន្តវាយប្រហារតែមិននឹកស្មានថាយេយ៉ងបានវាយតបមុនគាត់ចិត្តណាបញ្ចេញរូបជាវចេះពេលរៀននៅក្រៅប្រទេសដែលកំពុងលេងនៅក្លឹបរាត្រីដើម្បីយកមកចំអស់នាងថាយកលុយដែលបុគ្គលិកខិតខំរកបានទៅចាយវាយនៅបរទេសយ៉ាងសប្បាយពេលព័ត៌មានចេញបុគ្គលិកជាច្រើនក៏មើលនីជាវចេះហើយបែរជាឈរនៅខាងអ្នកធ្វើការស្រឡាញ់យេយ៉ងទៅវិញដូច្នេះជាវចេះក៏ចិត្តអ្នកទៅអង្គុយញ៉ាំជាមួយបុគ្គលិកហើយបញ្យល់ថានោះគ្រាន់តែជារូបបញ្ចប់ការសិក្សាតែត្រូវគេបកស្រាយខុសដោយចិត្តណាតែគ្មាននរណាចង់ស្ដាប់ការបញ្យល់របស់នាងទេខណៈយេយ៉ងកំពុងគិតវិធីលេងជាវចេះក្រុមហ៊ុនថ្មអគុយដែលគាត់ទទួលខុសត្រូវក៏ជួបបញ្ហាធំមួយភ្លាមអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដែលធ្លាប់ផ្គត់ផ្គង់ស្ថិរភាពស្រាប់តែប្រកាសឈប់ផ្គត់ផ្គង់បារោបប្រភពផ្គត់ផ្គង់ថ្មីមិនបានឆាប់វាមិនត្រឹមតែប៉ះពាល់ដល់ដំណើរការក្រុមហ៊ុនថ្មអគុយទេថែមទាំងអាចធ្វើឲ្យតំណែងរបស់គាត់ក្នុងក្រុមហ៊ុនរង្គោះរង្គើផងដែរក្រោយដឹងថាក្រុមហ៊ុនថេធ្លាប់តាក់ទងធនធានរ៉ែលស្យមនៅយេឡាបៀប៉ុន្តែត្រូវក្រុមហ៊ុនមួយឈ្មោះ Smile Venture ចុះកិច្ចសន្យាមុនទៅហើយយេយ៉ងក៏បញ្ជូនមនុស្សទៅស៊ើបប្រវត្តិក្រុមហ៊ុននោះភ្លាមយប់នោះគ្រួសាររបស់យេយ៉ងនិងយេសំដែលមានគម្រោងផ្សេងគ្នាក្នុងចិត្តក៏ត្រឡប់មកញ៉ាំបាយជុំគ្នាអេនឆេនៅតែរើអានដដែលថាអាហារពេលល្ងាចមិនបានរៀបចំតាមម៉ឺនុយម្ដាយរបស់ជាវជាក៏ហែកម៉ឺនុយចោលមុខមនុស្សទាំងអស់ហើយប្រកាសថាចាប់ពីពេលនេះទៅផ្ទះនេះត្រូវមានវិន័យថ្មីបើអ្នកណាចង់ចេញទៅនាងនឹងមិនវារាំងទេយេយ៉ងព្រមមានម្ដាយរបស់ជាវជាកុំឲ្យធ្វើខ្លួនកុំកាមប្តីដែលជាវិជ្ជបណ្ឌិតក៏ឈរឡើងភ្លាមហើយនិយាយយ៉ាងម៉ឺងម៉ាត់ថានឹងនាំនាងនិងកូនប្រុសចេញទៅញ៉ាំខាងក្រៅច្បាស់ណាស់ថាគាត់ឈរខាងយេយ៉ងដើម្បីប្រឆាំងម្ដាយរបស់ជាវជាធ្វើឲ្យយេយ៉ងមានអារម្មណ៍កក់ក្ដៅក្នុងចិត្តតែគាត់មិនដឹងទេថាប្តីគ្រាន់តែកំពុងសម្ដែងប៉ុណ្ណោះពិតប្រាកដទៅប្តីនោះបានសហការជាមួយម្ដាយរបស់ជាវជារួចហើយបានស្វែងរកអ្នកជំនាញមកពិនិត្យប្រធានខេងដោយសម្ងាត់អ្នកទាំងពីរបានព្រមព្រៀងគ្នាថាត្រូវធ្វើឲ្យប្រធានខេងភ្ញាក់ឡើងឲ្យបានឆាប់ដើម្បីបញ្ឈប់យេយ៉ងមិនឲ្យធ្វើខុសបន្តទៀតផ្ទុយពីភាពតានតឹងនៅផ្ទះប្រធានខេងនិងមនុស្សពីរនាក់ទៀតកំពុងញ៉ាំអាហារជាមួយអ្នកគ្រប់គ្រងលីយ៉ាងសប្បាយអំឡុងពេលញ៉ាំអាហារជាវជាបានជូនក្រវ៉ាត់កម្មាល្បីមួយឲ្យប្រធានខេងដើម្បីអរគុណដែលគាត់បានណែនាំអ្នកជំនាញព្យាបាលម្ដាយរបស់នាងពេលទទួលអំណោយពីកូនស្រីពៅដោយផ្ទាល់ចិត្តរបស់ប្រធានខេងពោពេញដោយការលំពេលនោះភ្លាមអ្នកថែទាំក៏ទូរស័ព្ទមកភ្លាមនិយាយថាយាយរបស់យិនហ៊ានបានដឹងថាចៅប្រុសជួបគ្រោះថ្នាក់ឡានហើយចាក់ចេញពីក្រុមបាល់ទាត់ឥឡូវមិនដឹងទៅណាទេប្រធានខេងក៏ប្រញាប់ត្រឡប់ទៅផ្ទះច័ន្ទហាមហើយឃើញយាយនៅក្នុងផ្ទះពិតមែនថែមទាំងធ្វើម្ហូបពេញទៅទៀតយាយដែលធ្លាប់វង្វេងហាក់ដូចជាដឹងខ្លួនវិញមួយផ្លែតនាងលើកដៃស្ទាបជើងគាត់ស្រាលហើយជាចិត្តដែលគាត់រោរបួសប្រធានខេងមើលឃើញទស្សនវិជ្ជានេះ
កាន់តែមានអារម្មណ៍ថាខ្លួនជំពាក់គ្រួសារជីតាចៅនេះហើយសន្យាក្នុងចិត្តថានឹងស្វែងរកយុទ្ធធម៌ឲ្យពួកគេក្នុងពេលដំណើរគ្នាចែកយ៉ងទីបំផុតក៏ស៊ើបឃើញទីបំផុតគេបានដឹងថាកាលពីមុនតំណាងក្រុមហ៊ុនថ្មាគុយបានផ្ទេរពីហ៊ុន3ទៅឲ្យក្រុមហ៊ុន Smile Venture ហើយអ្នកទទួលខុសត្រូវក្រុមហ៊ុននោះគឺជាជាផ្ទាល់ជាមួយប្រធានខេងចែកយ៉ងខឹងខ្លាំងណាស់ហើយចោទថាពួកគេទាំងពីរនិងអ្នកគ្រប់គ្រងលីជាក្រុមតែមួយតែបានបង្កើតក្រុមយុទ្ធសាស្ត្រឡើងដោយចិត្តណាដើម្បីរៀបផែនការលេងគាត់ជាជាក៏មិនថយក្រោយដែរនាងប្រកាសថាពួកគេនឹងបញ្ចេញជាសាធារណៈរឿងយាយយ៉ងលួចលាក់លុយសម្ងាត់350,000លានប្រធានខេងក៏បន្ថែមមួយដងទៀតថាកាលពីមុនអ្នកគ្រប់គ្រងលីធ្លាប់រាយការណ៍ឯកសារលុយសម្ងាត់ឲ្យប្រធានខេងហើយឯកសារនោះនៅក្នុងដៃពួកគេនៅកិច្ចប្រជុំក្រុមប្រឹក្សាលើកក្រោយពួកគេនឹងបង្ហាញវីជាផ្លូវការចែកយ៉ងដែលចាប់ផ្ដើមភ័យខ្លាចបានស្នើសុំជួបប្រធានខេងដោយឡែករហូតដល់ពេលនេះគាត់នៅតែចង់ទាញប្រធានខេងមកជាខាងខ្លួនដោយសន្យាថានឹងផ្ដល់ទ្រព្យសម្បត្តិឥតដែនកំណត់តែប្រធានខេងបានស្ដីបន្ទោសគាត់យ៉ាងខ្លាំងថាទូមេឃរោមក៏ដោយគាត់ក៏មិនឈរខាងយាយយ៉ងដែរហើយប្រមានថាគុំគិតថាអាចបិទបាំងការពិតបានជារៀងរហូតដោយសាររោគអ្នកផ្គត់ផ្គុំវត្ថុធាតុថ្មីមិនបានម្ចាស់ភាគហ៊ុនចាប់ផ្ដើមសង្ស័យសមត្ថភាពរបស់យាយយ៉ងពេលស្ថានភាពកាន់តែអាក្រក់ឡើងអ្នកគ្រប់គ្រងលីក៏ប្រកាសមុខមនុស្សទាំងអស់ថាក្រុមយុទ្ធសាស្ត្របានទទួលសិទ្ធិជីក្រៃឡាសៀមនៅយូឡូបៀរួចហើយជាវជីក៏បង្ហាញឯកសារភ្លាមតែបានចុះហត្ថលេខាជាមួយនាយករដ្ឋមន្ត្រីយូឡូបៀបញ្ជាក់ថាការចរចាដំបូងបានបញ្ចប់រួចរាល់ដោយសោតតែរងចាំយាយយ៉ងយកព្រមប៉ុណ្ណោះពេលសហការគ្នាគម្រោងអាចចាប់ផ្ដើមជាផ្លូវការភ្លាមពេលយកមកប្រៀបធៀបគ្នាម្ចាស់ពាក្យហ៊ុនទាំងអស់សរសើរជាវជាថាមានសមត្ថភាពខ្លាំងហើយថែមទាំងចំអប់យាយយ៉ងថាចេះតែធ្វើអួតប៉ុណ្ណោះក្រោមសម្ពាធពីម្ចាស់ភាគហ៊ុនយាយយ៉ងត្រូវបង្ខំចិត្តព្រមព្រៀងមិនត្រឹមតែប្រកូលសាច់ប្រាក់4,000,000 លានថែមទាំងផ្ទេរភាគហ៊ុន4នៃ Most Song Product ទៅឲ្យក្រុមហ៊ុន Smile Venture ទៀតផងក្រុមអ្នកទាំង3ដែលឈ្នះយ៉ាងធំក៏ស្រែកអបអរសាទរប្រធានខេងរំភើបរហូតទៅអបជាវជាហើយសរសើរថានាងធ្វើបានល្អណាស់ការអបព្រាមនេះធ្វើឲ្យបេះដូងជាវជាញ័រយ៉ាងខ្លាំងអារម្មណ៍មួយដែលមិនគួរមានក៏ចាប់ផ្ដើមកាត់ឡើងស្ងាត់យាយយ៉ងដែលមិនព្រមបោះបង់តំណែងប្រធានដើម្បីស្ដារការបរាជ័យវិញគាត់បែរទៅសហការជាមួយប្រធានលូសន្យាថាបើគាត់ព្រមសហការគេនឹងជួយកម្ចាត់ជាវជានឹងយាយសំប៉ុន្តែយាយយ៉ងក៏ឈួតដល់ថ្នាក់សូមឲ្យកម្ចាត់ប្រធានខេងទៀតផងការសន្ទនារបស់អ្នកទាំងពីរត្រូវយាយសំដែលលាក់ខ្លួនក្បែរនោះស្ដាប់ឮទាំងអស់ដើម្បីបញ្ឈប់យាយយ៉ងដែលបាត់បង់ស្មារតីយាយសំខ្លាញ់ខ្លួនជាអ្នកបើកឡានរបស់យាយយ៉ងហើយត្រៀមទៅប៉ូលីសដើម្បីបកអាក្រក់របស់គាត់យាយយ៉ងដែលខឹងខ្លាំងក៏ចាប់ចំកូតឡានភ្លាមធ្វើឲ្យរថយន្តនៅឆ្វេងស្ដាំចុងក្រោយក៏បុកនឹងឧបសគ្គតែគ្មាននរណានឹកស្មានទេថាឧបទ្ទហេតុនេះត្រូវផ្សាយថាជាករណីចាប់ចម្រិតយាយសំត្រូវចាប់ខ្លួនភ្លាមមិនត្រឹមតែប៉ុណ្ណោះយាយយ៉ងថែមទាំងដាក់កំហុសរឿងលុយសម្ងាត់ទៅលើយាយសំទៀតយាយសំខំប្រឹងបញ្យល់រឿងទាំងអស់តែប៉ូលីសបង្ហាញវីដេអូមួយក្នុងវីដេអូឃើញច្បាស់ថាគាត់កំពុងវាយចំកូតឡានយ៉ាងខឹងហើយបំផ្លាញវាថែមទាំងស្ដីបន្ទោសយាយយ៉ងទៀតយាយយ៉ងសម្ដែងជាជនរងគ្រោះនៅមុខប៉ូលីសបន្ទាប់មកក៏ចូលទៅចិត្តយាយសំហើយខ្សឹបចំអប់ថាគាត់មិនអាចឈ្នះខ្លួនបានសំបីម្ដងទើបដឹងថាតាំងពីដំបូងយាយសំបានធ្លាក់ចូលក្នុងអន្ទាក់រួចហើយចាប់ពីការលួចស្ដាប់ការសន្ទនារហូតដល់គ្រោះថ្នាក់ឡាននិងការផ្សាយព័ត៌មានបំផន់គ្រប់ជំហានសុទ្ធតែជាផែនការដែលយាយយ៉ងរៀបចំយាយសំស្រែកខឹងនៅមុខអ្នកកាសែតជាច្រើនចោទថាទាំងអស់នេះគឺយាយយ៉ងជាអ្នកធ្វើបាបគាត់ប៉ុន្តែយាយយ៉ងអង្គុយលើទេះរុនធ្វើជាមនុស្សទុំខ្សោយគួរឲ្យអាណិតហើយមើលការតស៊ូរបស់គាត់ដោយភ្នែកត្រជាក់ប្រធានខេងដែលមកដល់បានព្យាយាមបញ្ឈប់ភាពប្រកួតនេះពេលយាយសំឃើញគាត់ភ្លាមគាត់ដូចជាឃើញឪពុកចាស់ចរារបស់ខ្លួនឃើញកូនប្រុសកូនស្រីសម្លាប់គ្នាដល់កម្រិតនេះប្រធានខេងទប់ទឹកភ្នែកមិនបានតែពេលនោះការជាក្បាលយ៉ាងខ្លាំងស្រាប់តែវាប្រហារគាត់មានអារម្មណ៍មិនល្អមួយថារាងកាយដាំរបស់គាត់នៅលើក្រែជាមួយជិបភ្ញាក់ឡើងហើយចប់ភាគនេះត្រឹមនេះសិនសូមជួយចុច like និងបញ្ចេញមតិហើយកុំភ្លេចតាមដានមកចង់ផងជួបគ្នារៀងរាល់ថ្ងៃតាមកាលកំណត់សូមលាហើយបាយបាយ